បានទទួលមកខាងនេះចឹងជាបន្តនៅមានជំរាបសាស្ត្រាចារ្យការពិសេសបាទតាមលំដាប់ដោយតទៅទៀតគឺបន្ទាប់ពីបាទកូនណាមានកុមារាកុមារីយុវជនហើយលើដល់កម្មវិធីរបស់អ្នកម្ដាយវិញម្ដងបាទអញ្ចឹងអ្នកម្ដាយក៏គាត់បានត្រៀមតាមខ្ញុំដឹងគាត់ត្រៀមចង់កន្លះឆ្នាំហើយគាត់ជំរាបបាទអញ្ចឹងទេសង្ឃឹមថាវត្តជំរាបរបស់គាត់ពិសេសលើកកូនតិចទៅព្រោះគាត់ជាអ្នកម្ដាយមែនទេអញ្ចឹងបើសិនជាចង់ដឹងថាពិសេសមិនពិសេសសូមគ្រប់បញ្ជើញបាទសូមសម្ដែងបទចម្រៀងនេះដល់ជាកិត្តិយសរបស់សម្ដែងបាទសូមបញ្ជើញដល់លោកពុកអ្នកម្ដាយបាទសូមបញ្ជើញ
សូមឲ្យលោកបងនៅតែទទួលអំណរជាមួយគ្នាតាមរយៈកម្មវិធីជាបន្តបន្ទាប់បាទហើយក្រុមកុមារគាត់ថាម៉ែចាស់ហើយជាងតែមកបត់នឹងបានទៅឲ្យកូនឡើងជាបន្តទៀតព្រោះកូនមានកម្លាំងបាទចឹងកុមារគេសូមបន្តកម្មវិធីពិសេសមួយទៀតបាទអញ្ចឹងក្រុមកុមារដែលបានត្រៀមខ្លួនដើម្បីនឹងឡើងមកសម្ដែងកាយវិការនៅពេលនេះបាទសូមគោរពអញ្ជើញដល់ក្រុមកុមារដើម្បីនឹងសម្ដែងរបាំចម្រៀងកាយវិការជូនដល់លោកបងប្អូនបានសម្រាប់ជាបន្តទៅទៀតផងដែរបាទសូមគោរពអញ្ជើញ Một cái nước nó hơi yên hai cái trong xin này thì dòng tay không tạo ra đâu có cái một tâm đâu រងចាំយូរឆ្នាំមកហើយទើបបានជួបព្រះអង្គទាំងគូទេវតាស្រែកច្រៀងសរសើរទ្រង់ជាព្រះឧត្តមមិនមែនជារឿងចៃដន្យតែជាផែនការពិតរស់នៃព្រះជាអង្គម្ចាស់ដែលបានចាត់ព្រះវត្រាមកហើយមានផ្កាយនៅពេលនោះផ្កាយភ្លឺតែម្ដងហើយផ្កាយនោះតាមអ្នកវិទ្យាសាស្ត្ររកឃើញថាផ្កាយនោះភ្លឺតែម្ដងគត់ហើយបាត់ទៅវិញហើយដើម្បីនឹងនាំផ្លូវអ្នកប្រាជ្ញបាទបានមកជួបដល់ព្រះបុត្រហើយនាំយកទាំងរង្វាយមកថ្វាយព្រះបុត្រយេស៊ូវបាទមានជាកញ្ញាជាជាន់មានទេមានមាសថ្វាយទៅព្រះជាម្ចាស់ដោយសាច់រឿងមិញដែលលោកបងប្អូនបានទស្សនាអញ្ចឹងទេនៅថ្ងៃនេះយើងបានចូលមកទស្សនានៅព្រះរាជកំណើតផងផងដែលយើងហៅថាបុណ្យណូអែលតែថ្ងៃនេះម៉ោងនេះតើយើងមានអ្វីថ្វាយទៅព្រះទេបាទពេលវេលាដែលយើងបានចូលមកពេលវេលាដែលថ្វាយទៅព្រះអង្គបទសរសើររំកើងបាទគឺយើងបានសរសើររំកើងតែអ្វីដែលពិសេសទៀតបាទយើងត្រៀមដង្វាយបាទដង្វាយដើម្បីយើងថ្វាយទៅព្រះយើងបាទដើម្បីឲ្យព្រះអង្គបានប្រទានពរដល់យើងបន្តទៅទៀតក្នុងការដែលយើងបានរស់នៅលើផែនដីនេះព្រះអង្គយើងមកទ្រង់យើងមកប្រទានពរបាទអញ្ចឹងយើងអរគុណព្រះអង្គដែលទ្រង់ប្រទានពរយើង
quay từ bảo mình như bảo mình từ việc của bảo việc
គឺត្រង់សន្យាថាត្រង់នឹងសង្គ្រោះកូនទាំងអស់គ្នាឲ្យមានជីវិតរស់នៅអង្កលជាមួយទ្រង់កូនទាំងអស់គ្នាបានរួចផុតពីអំពើបាបពីជីវិតចាស់ពីទេសកលនៃការបំរើវិញ្ញាណផ្សេងៗផងដែរកូនសូមអរគុណទ្រង់ហើយសូមថ្វាយគ្រប់ទាំងតម្លៃទាំងអស់នេះទាំងការសរសើរតម្កើងទាំងអស់នេះទាំងហត្ថលេខាគឺថ្លៃថ្លាក្នុងព្រះគុណព្រះនាមព្រះអង្គម្ចាស់ព្រះរាជបុត្រាគឺអង្គព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គនៅមានព្រះជន្មព្រះសង្ឃាអាមែនបាទបងប្អូននៅក្រុមចូលជាមួយយើងអស់គ្នាបន្តិចទេបានទេណាមានកម្លាំងទេបងប្អូនខ្ញុំសើយើងមានអំណរដូចគ្នាថ្ងៃនេះគឺជាថ្ងៃដែលយើងតែទទួលអំណរបាទហើយជាបន្តយើងមានកម្មវិធីជាបន្តទៀតដោយក្រុមយុវជនបាទក្រុមយុវជនថាគេមានកម្លាំងគ្រប់គ្រាន់គេសូមបន្តទៅទៀតដែរអញ្ចឹងក្រុមយុវជនដែលត្រៀមលក្ខណៈនឹងសម្ដែងរឿងបាទសម្ដែងរឿងចែកជូនដល់អស់លោកបងប្អូនសម្រាប់នៅពេលនេះអញ្ចឹងសូមស្នើឲ្យយកចិត្តទុកដាក់ជាមួយនឹងគ្នាតើក្រុមយុវជនគេនឹងមានរឿងអ្វីសម្ដែងចែកជូនដល់លោកបងប្អូនហើយមានន័យយ៉ាងណាសូមសម្រាប់តទៀតទៅព្រះជាម្ចាស់បានប្រគល់សេចក្តីស្រឡាញ់ទៅកាន់មនុស្សពីរនាក់ព្រះអង្គបានប្រទានសេចក្តីស្រឡាញ់ដ៏ធំព្រះជាម្ចាស់បានមានព្រះបន្ទូលថាអ្នកគ្រាន់តែចែកសេចក្តីស្រឡាញ់ទៅកាន់អ្នកដទៃប៉ុណ្ណោះនោះសេចក្តីស្រឡាញ់នឹងកាន់តែរីកកម្លាំងហើយទាំងពីរនាក់ដែលបានទទួលសេចក្តីស្រឡាញ់ពីព្រះជាម្ចាស់ពួកគេពិតជាមានអំណរខ្លាំងណាស់ពួកគេទាំងពីរនាក់ខិតខំថែរក្សាសេចក្តីស្រឡាញ់ផងដោះខាត់ជួបផងហើយយកសេចក្តីស្រឡាញ់នោះទុកជារបស់សំខាន់របស់ពួកគេពេលនោះស្រាប់តែមានលោកយាយចាស់ម្នាក់បានដើរចូលមកលោកយាយបានសូមបងទៅលើមនុស្សដែលមានសេចក្តីស្រឡាញ់ដ៏ធំហើយចេះសេចក្តីស្រឡាញ់ដល់គាត់ទាំងគ្រូប្រាំគ្រប់ត្រង់ចាស់ជរាតើបុរសនោះមិនចង់ចែកសេចក្តីស្រឡាញ់ទៅឲ្យលោកយាយទេទោះបីជាលោកយាយខំទទួលអំបោដល់បុរសនោះជាច្រើនដងក៏ដោយក៏បុរសនោះនិយាយតែមិនចែកក្តីស្រឡាញ់ឲ្យគាត់ក៏ដែរលោកយាយក៏ខឹងខ្លាំងណាស់លោកយាយក៏បានទៅឲ្យស្ត្រីវិញហើយសូមឲ្យនាងចែកសេចក្តីស្រឡាញ់ដល់គាត់មើលទៅស្ត្រីនេះហាក់ដូចជាស្ទាក់ស្ទើរក្នុងការចែកក្តីស្រឡាញ់ទៅកាន់លោកយាយតែចុងក្រោយនាងក៏បានប្រគល់សេចក្តីស្រឡាញ់នោះទៅកាន់គាត់លោកយាយក៏បានទទួលសេចក្តីស្រឡាញ់ហើយមើលសុខភាពរបស់គាត់ក៏ចាប់ផ្ដើមអបអរសាជាងមុនអូមុនសេចក្តីស្រឡាញ់របស់ស្ត្រីនោះវ៉ាវបានខុសជាងមុនអូប៉ុន្តែក្តីស្រឡាញ់របស់បុរសនោះវិញតាមតែរត់ទៅមានចឹងម្ល៉េះនេះវិញស្រាប់តែមានបុរសប្រណិតស្នាម្នាក់គាត់បានដើរចូលមកទាំងដំណើរព្រះទ្រត់គាត់ក៏បានចូលទៅឲ្យបុរសជាមុនសិនហើយក៏បានសួរថាអាចចែកសេចក្តីស្រឡាញ់របស់ខ្ញុំអង្គឡាយប៉ុន្តែម្ដងនេះបុរសនោះនៅតែមិនចែកក្តីស្រឡាញ់ឲ្យដូចកាលពីមុនដែរទោះបីជាបុរសប្រណិតខំវល់សូមជាចំណងក៏ដោយក៏គាត់នៅតែរឹងជជែកមិនចែកសេចក្តីស្រឡាញ់ឲ្យគាត់ទៅដែរបុរសប្រណិតនោះខំខ្លាំងណាស់ហើយគាត់ក៏បានចេញទៅបុរសប្រណិតនោះក៏បានទៅឲ្យស្ត្រីដើម្បីសូមឲ្យនាងចែកសេចក្តីស្រឡាញ់ដល់គាត់បុរសប្រណិតស្រានោះក៏បានទទួលសេចក្តីស្រឡាញ់ហើយគាត់ក៏បានគម្រាមដល់ស្រាចោលទាំងតាំងចិត្តធ្វើការងារឡើងវិញអូមើលសេចក្តីស្រឡាញ់របស់ស្ត្រីនោះគឺតែធំទៅហើយប៉ុន្តែសូមមើលសេចក្តីស្រឡាញ់របស់បុរសនោះវិញកាន់តែរំទោ
ជំនួនចឹងបន្ទាប់មកទៀតក៏មានក្មេងស្រីម្នាក់ដែលពិបាកចិត្តជាមួយនឹងការសិក្សារបស់នាងហើយក្មេងស្រីនោះក៏បានសុំឲ្យបុរសចែកសេចក្តីស្រឡាញ់ដល់នាងហើយម្ល៉េះនេះបុរសនោះនៅតែមិនចែកសេចក្តីស្រឡាញ់ដល់ដែរក្មេងស្រីខំតើអង្វរសុំឲ្យបុរសនោះចែកសេចក្តីស្រឡាញ់ឲ្យម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតបុរសនោះនៅតែមិនចែកសេចក្តីស្រឡាញ់ដល់នាងដល់ដែរមើលទៅក្មេងស្រីនោះហាក់ដូចជាអន់ចិត្តហើយនាងក៏បានបន្តដើរទៅទាំងអស់សង្ឃឹមទៅកាន់ស្ត្រីក្មេងស្រីក៏បានសុំឲ្យស្ត្រីម្នាក់នោះចែកសេចក្តីស្រឡាញ់ដល់នាងហើយមើលដែលបានយឺតយូរស្ត្រីម្នាក់នោះក៏បានប្រគល់សេចក្តីស្រឡាញ់ដល់នាងទៅកាន់ក្មេងស្រីនោះវ៉ាវម្ដងនេះមើលសេចក្តីស្រឡាញ់របស់នាងកាន់តែធំឡើងហើយប៉ុន្តែមើលសេចក្តីស្រឡាញ់របស់បុរសនោះវិញកាន់តែរួមតូចជាមួយទៅហើយម្ដងនេះកាន់តែប្លែកក៏មានក្មេងជំទង់ហ៊ីបហបម្នាក់បានដើរចូលមកក៏អរមិនដើរជំនាញមិនដើរទាំងកាយការសុំបុរសនោះឲ្យចែកសេចក្តីស្រឡាញ់ដល់គាត់បុរសនោះគ្មានកំណត់ចែកសេចក្តីស្រឡាញ់ឲ្យគាត់ទេហើយក៏បានយកដៃផ្ទុកត្រចៀកដែលថ្លង់សំលេងជំនាញខ្លាំងពេកក្មេងជំទង់ទីផប់នោះនៅតែសុំឲ្យបុរសនោះចែកសេចក្តីស្រឡាញ់2ដងទៅ3ដងប៉ុន្តែបុរសនោះនៅតែមិនចែកសេចក្តីស្រឡាញ់ឲ្យគាត់ដែរក្មេងជំទង់នោះអត់ខ្វល់ហើយគាត់ក៏បានស្ដាប់ជំរាបម្ដាយឆ្ពោះទៅឲ្យស្ត្រីនោះវិញតែសួរថាមីសូមសេចក្តីស្រឡាញ់គ្នាបានទេមីទោះបីជាសម្ដីនិងអាកប្បកិរិយាគួរសមនិងសម្លេងជំរាបថ្លៃចំណាក៏ដោយក៏នាងនៅតែឲ្យសេចក្តីស្រឡាញ់ទៅកាន់ក្មេងជំទង់ម្នាក់នោះក្មេងជំទង់ដែលធ្លាប់តែចូលចិត្តបទចម្រៀងលោកី Hip Hop បន្ទាប់ពីទទួលបានសេចក្តីស្រឡាញ់ហើយគាត់ក៏ចាប់ផ្ដើមដាក់សេចក្តីជំនឿទៅលើព្រះហើយផ្លាស់ប្ដូរស្ដាប់បទចម្រៀងសរសើរដល់ព្រះនៅក្នុងជីវិតរបស់គាត់វិញម្ដងឥឡូវនេះមើលនេះវ៉ាវសេចក្តីស្រឡាញ់របស់ស្ត្រីនេះអូកាន់តែធំទៅហើយប៉ុន្តែមើលនេះសេចក្តីស្រឡាញ់របស់បុរសនោះវិញកាន់តែទៅអូរលេងបាត់រលេងអូអីណាទៅសេចក្តីស្រឡាញ់ដ៏ស្អាតអីណាទៅសេចក្តីស្រឡាញ់ដ៏ធំបុរសនោះបានកាត់ទុកយ៉ាងខ្លាំងក្រោយពីបានបាត់បង់ក្តីស្រឡាញ់ដ៏ស្អាតរបស់គាត់បុរសម្នាក់នោះក៏បានសម្លឹងមើលទៅឯស្ត្រីនោះហើយគាត់ក៏បានចូលទៅឯនាងដើម្បីឲ្យនាងចែកសេចក្តីស្រឡាញ់មកគាត់ខ្លះបុរសនោះបានទទួលសេចក្តីស្រឡាញ់ហើយគាត់ក៏បានសន្យាថាខ្ញុំនឹងរស់នៅដោយចេះចែកចាយសេចក្តីស្រឡាញ់ទៅកាន់អ្នកដទៃវ៉ាវមើលនេះសេចក្តីស្រឡាញ់របស់ស្ត្រីនោះពិតជារីកធំខ្លាំងមែនទែនសេចក្តីស្រឡាញ់ដែលនាងបានទទួលវាពិតជាមានទំនួលធំណាស់ដែលនាងមិនអាចលើកមិនឯងនេះទេនាងក៏បានហៅមិត្តស្នេហ៍របស់នាងមកជួយអូយខ្លាំងណាស់លើកមិនរួចទេគ្នាយើងតែប្រហែលអ្នកហ្នឹងលើកមិនរួចទេអញ្ចឹងយើងមានតែហៅបងប្អូនឲ្យជួយហើយអេបងប្អូនមកទីនេះតើអូនអាចជួយលើកសេចក្តីស្រឡាញ់មួយនេះបានអត់មកបងប្អូនមកឆាប់ឡើងទាំងអស់គ្នាត្រៀមខ្លួនរួចហើយនៅ1 2 3
បាទពិតជាអរគុណដល់ព្រះជាម្ចាស់ទ្រង់គឺជាព្រះនៃសេចក្តីស្រឡាញ់អាមែនព្រះគឺជាតួនៃសេចក្តីស្រឡាញ់ព្រះអង្គយាងមកគឺគោលបំណងនៃសេចក្តីស្រឡាញ់គោលបំណងនៃសេចក្តីសង្គ្រោះទើបព្រះអង្គចែកសេចក្តីស្រឡាញ់ទៅដល់អស់អ្នកដែលទទួលដល់ព្រះជាម្ចាស់ព្រះអង្គឲ្យយើងស្រឡាញ់អ្នកជិតខាងដូចជាខ្លួនយើងព្រះអង្គមិនឲ្យយើងជំពាក់អ្វីអ្នកជិតខាងទេព្រះអង្គឲ្យយើងជំពាក់តែសេចក្តីស្រឡាញ់នេះជាព្រះបន្ទូលរបស់ព្រះអង្គចឹងថ្ងៃនេះបងប្អូនមើលរឿងតើកំណាញ់ត្រូវកំណាញ់នេះសេចក្តីស្រឡាញ់ឬក៏គួរតែចែកចាយសេចក្តីស្រឡាញ់បាទគួរតែចែកចាយកាលណាយើងចែកចាយសេចក្តីស្រឡាញ់របស់ព្រះអង្គតែបន្តតែផ្ដល់ប្រពោតែផ្ដល់ឲ្យយើងធំឡើងយ៉ាងដូចនេះដែរមានមនុស្សចំនួនកំណាញ់សេចក្តីស្រឡាញ់បាទមានន័យថាជាមនុស្សដែលរដ្ឋបတ်ជាមនុស្សដែលមិនចេះចែកចាយជាមនុស្សដែលអាត្មានិយមតែរស់នៅរបៀបឯកោហើយទៅដល់ចំណែកតែម្នាក់ឯងចឹងសូមឲ្យយើងជាកូនផងរងបានសម្ដែងសេចក្តីស្រឡាញ់ដល់អ្នកដែលនៅជុំវិញយើងអាមែនបាទអញ្ចឹងជាកិច្ចបន្តនៃកម្មវិធីយើងដល់កម្មវិធីពិសេសលើសអ្វីដែលយើងបានទទួលពីដើមមកអញ្ចឹងថ្ងៃនេះម៉ោងនេះយើងនឹងទទួលនៅកម្មវិធីដំណាំនៃព្រះបន្ទូលផងប្រងតាមរយៈលោកគ្រូលឹមសរឿនដែលជាគ្រូបង្រៀនប្រចាំភូមិជំនុំមេត្រីទឹកខ្មៅលោកគ្រូនឹងនាំនៅប្រពោតាមរយៈព្រះបន្ទូលចែកចាយដល់អស់លោកបងប្អូននៅថ្ងៃនេះផងដែរបាទសូមជម្រាបជូនជាផាំសូមជម្រាបសួរដល់លោកពុកអ្នកដែលអស់លោកលោកស្រីអាយដំលោកទាវជាទីស្រឡាញ់និងគុណរបស់ព្រះអង្គទាំងអស់លោកដែលជាអាញាធរអ្នកឯងមានលោកមានភូមិហើយលោកអ្នកបងប្អូនមើលវត្តជុំវិញទីនេះផងដែរដោយសេចក្តីស្រឡាញ់ហើយលោកអ្នកបងប្អូនរូបសេចក្តីលឿនទីចិត្តទីឆ្ងាយនៅក្នុងគុណរបស់ព្រះអង្គដែលបានចូលរួមអបអរសាទរសម្រាប់ប្រអែលដោយព្រះយេអង្គមេត្រីទាំងអស់នេះយើងសូមថ្លែងនូវអំណរគុណទៅលោកអ្នកបងប្អូនគ្រប់គ្នាបាទជាបន្តទៅនេះលោកអ្នកបងប្អូននឹងបានស្ដាប់នៅព្រះបន្ទូលរបស់ព្រះអង្គដើម្បីលើកទឹកចិត្តដល់លោកអ្នកបងប្អូនគ្រប់គ្នាផងដែរបាទជាបន្តទៅនេះយើងខ្ញុំសូមអាននៅព្រះបន្ទូលព្រះអង្គមួយហើយលោកអ្នកបងប្អូនអាចពិចារណាជាមួយនឹងខ្ញុំបានផងដែរនៅក្នុងព្រះគម្ពីរសាការីចំពោះ9ខ9ព្រះដ៏ជាព្រះទ្រង់មានបន្ទូលមកកាន់វាទាំងអស់គ្នាយ៉ាងដូចនេះអោកូនស្រីស៊ីយ៉ូនអើយចូលរីករាយជាខ្លាំងឡើងអោកូនស្រីក្រុងយេរូសាឡឹមអើយចូលស្រែកហូរចុះមើលស្ដេចរបស់នាងទ្រង់យាងមកឯនាងទ្រង់ជាអ្នកសុចរិតហើយមានជ័យជំនះទ្រង់ក៏សុភាពទ្រង់គង់លើសត្វលាគឺជាលាជំទង់អរគុណដល់ព្រះអង្គហើយសូមលោកអ្នកបងប្អូនបានសម្រុំចិត្តថ្វាយការអរគុណដល់ព្រះអង្គចាស់ជាមួយគ្នាព្រះនេះខ្ញុំសូមអរគុណដល់ព្រះអង្គសម្រាប់ព្រះបន្ទូលរបស់ព្រះអង្គនៅវេលានេះសូមជាពុទ្ធមានរបស់ព្រះអង្គបានគង់នៅជាមួយនឹងលោកអ្នកបងប្អូនទិបង្គំយើងខ្ញុំគ្រប់គ្នាហើយក៏ប្រទានពរដល់ទិបង្គំដែលជាអ្នកនាំព្រះបន្ទូលរបស់ព្រះអង្គម្ចាស់នៅថ្ងៃនេះផងដែរទិបង្គំសូមថ្វាយការពិចារណានៃព្រះបន្ទូលព្រះអង្គម្ចាស់នៅពេលនេះក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទសួស្តីលោកអែលសូមម្ដងទៀតលោកសួស្តីលោកអែលបាទលោកអែលបញ្ជាក់ថាជាការសប្បាយអំណរហើយរីករាយអាមែនបងមកខំត្រង់យ៉ាងអត់ខំត្រង់អត់ព្រោះខកពីនេះប្រថាកូនស្រីស៊ីយ៉ូនអើយចូលរីករាយខ្លាំងឡើងកូនស្រីស៊ីយ៉ូនអើយកូនស្រីក្រុងតាខ្មៅអើយបានអត់កូនស្រីព្រះវិហារនៃពុទ្ធជំនុំអង្គមន្ត្រីតាខ្មៅអើយបានអត់បានចូលអសប្បាយបាយឡើងចូលមិនធំសប្បាយទេស្រែកហូបាយងូតបានចូលរួមទស្សនាជំរាបពិសេសដែលដឹកនាំដោយអ្នកកម្មវិធីយើងមានតែកុមារអូយអាពេកអបអច្រើនឡើងប
បងបើថាគ្រូមកបង្ហាញទៀតដែរទៅជើញណានឹងឲ្យយើងសប្បាយណាកូនយុវជនក៏សប្បាយណាជំរៀននេះឯងហើយលោកពុកអ្នកម្ដាយនោះគេថាចូលនាំតំណែងល្អទៅកាន់អ្នកនៅជុំវិញខ្លួនរបស់យើងគ្រប់គ្នាដែរជាកូនរបស់ព្រះអង្គអញ្ចឹងហើយបានជានៅក្នុងខនេះណាយើងមើលឃើញជាករីសាករីលោកបានលើកទឹកចិត្តស្ដេចព្រះនិយាយគឺជាស្ដេចទ្រង់យាងមកឯនាងមែនអត់ព្រះអង្គយាងមកថានេះតាមពលាយនេះតាមប្រវត្តិសាស្ត្រហោរាអេសាយលោកបានទូទីថាម៉េច700ឆ្នាំមុនគ្រិស្តសករាជហោរាបានថ្លែងនាងព្រំចរៃនឹងប្រសូតបានវត្ត6ត្រូវថ្វាយព្រះនាងថាអេម៉ាញ៉ូនៅឯនៅក្នុងលោកអេសាយនោះយូរកន្លងមកទៀតប្រហែលជា500ឆ្នាំហោរាប្រទេសលោកបានថ្លែងទៀតគឺហោរាមីកាលោកក៏ថ្លែងទំនាយតេតងទៅនឹងកូនចៅអ៊ីស្រាអែលឲ្យត្រៀមលក្ខណៈដើម្បីទទួលវត្តមានរបស់ផងព្រះជាម្ចាស់ដែលព្រះអង្គត្រូវយាងមកប្រសូតលើផែនដីលោកអ្នកបងប្អូនជាទីស្រឡាញ់នៅក្នុងព្រះអង្គយើងមើលឃើញក្រុមយុវជនលោកបានអាននៅបរិយាបន្ទូលរបស់ព្រះអង្គអំពីជីវប្រវត្តិនៃព្រះយេស៊ូវគ្រីស្ទដែលយាងមកប្រសូតនៅលើផែនដីអញ្ចឹងថ្ងៃនេះលោកអ្នកបងប្អូននឹងខ្ញុំនឹងរំលឹកឡើងវិញគ្មានខណាមួយដែលបងប្អូនអត់ដឹងទេអត់យល់អត់ចេះតែពីរឿងតែពីជំរាបសិតតែបង្ហាញពីវត្តមានរបស់ព្រះអង្គយាងមកប្រសូតនៅលើផែនដីនេះអញ្ចឹងលោកអ្នកបងប្អូននឹងជួបនៅព្រឹត្តិការណ៍3ដែលខ្ញុំនឹងលើកឡើងណាលើកឡើងតេតងនឹងអ្វីដែលយើងទាំងអស់គ្នាមានក្តីអំណរណាអំណរខំរីករាយខំប្រឹងប្រែងខំធ្វើណាយុគមិញខ្ញុំដេកយុគមកបបច្បោះស្រាប់ថាតែភ្ញាក់ឡើងមកប្រព្រឹត្តខលរហូតនេះមានវិឡាបិទទ្វារពហិអីអត់ទេដល់នេះតែមើលមកមិនតំណកន្លងឯខលមកនៅយុវជនយុវនារីទៅថាកូនជានៅតាក់តុកតែធ្វើឲ្យសេទៀតរហូតដល់មក11កន្លះនោះណាវាដូចអ្វីដែលគេមានអំណរគេចង់ធ្វើឲ្យហូរសប្បាយដែលមានអំណរណានេះហើយជារឿងដែលឆ្លៃតតតទៅនឹងពិធីបុណ្យលោកឯងឥឡូវនេះលោកអ្នកបងប្អូនមើលរឿងសង្ខេបខ្ញុំគ្រាន់តែលើកឡើងខ្លះតទៅនឹងអត្ថន័យសង្ខេបហើយតទៅនឹងអត្ថបទនៃពិធីបុណ្យលោកឯងដែលលោកអ្នកបងប្អូននិងខ្ញុំបានចូលរួមធ្វើកិច្ចការព្រះអង្គនេះថ្វាយដល់ព្រះអង្គម្ចាស់នេះយើងព្រឹត្តិការណ៍ទី1លោកអ្នកបងប្អូននឹងបានដឹងថានាងម៉ារីព្រមទទួលអ្នកណាទទួលពាក្យទេវតានាងម៉ារីបានចិត្តទទួលនៅវត្តមានរបស់ព្រះទេវតាដែលមានទទួលមកកាន់នាងណាកាន់នាងហើយយើងខ្ញុំនៅតែជឿជាក់នៅបរិយាបន្ទូលរបស់ព្រះអង្គដោយអ្វីដែលនាងម៉ារីបានទទួលដូចជានៅក្នុងព្រះគម្ពីរលូកាជំពូក1ខ45ណាព្រះបន្ទូលព្រះប្រថាម៉េចយើងមើលព្រះបន្ទូលរបស់ព្រះយើងចាំយើងនាងមានពរហើយដោយនាងបានជឿបិទសេចក្តីដែលព្រះអង្គម្ចាស់មានបន្ទូលមកនាងនោះនឹងបានសម្រេចជាបានខានខ46រួចនាងម៉ារីនិយាយឡើងថាព្រលឹមខ្ញុំលើកដំកើងព្រះជាម្ចាស់ខ47វិញ្ញាណខ្ញុំក៏រីករាយនៅក្នុងព្រះដ៏ជាព្រះអង្គសង្គ្រោះនៅក្នុងយើងមើលទៅលើព្រះបន្ទូលរបស់ព្រះអង្គនេះអរលោកអ្នកបងប្អូនបានស្ដាប់យុវជននិងយុវនារីមិនពីអ្នកដំបូងបានអានជីវប្រវត្តិនាងម៉ារីគឺជាគូដណ្ដឹងរបស់ព្រះលោកយូសែបត្រៀមលក្ខណៈរៀបការណារៀបការប៉ុន្តែមិនតរៀបការទេហើយលោកនេះទេវតាមកប្រាប់ថានាងធ្វើយ៉ាងម៉េចធ្វើមានកទៅប្រសូតបានបុត្រមួយដល់ពេលដែលលោកយូសែបលើដំណឹងនឹងអូឈឺចិត្តណាស់
đây lần cô kê hái xem toàn được ấy hót niềm niềm thầy bố cực mẹ chắc mà khe cho đây lần cô kê ông trời họ giờ mày vẫn được chạy lên đồ lá chạy lên tiền và giờ mày đi chạy lên đồ lá họ chờ chắc họ cất được nó chắc hôm lúc chỉ mẹ sẽ trở nên chưa ở pre họ lên trên cái sừng nhắc bạch bạc chắc tung mà na phân thiên cha bố thiên cha cho xây đường đăng hà long hà phụ quạt mơ và bay phương cái lên lấy máy cất nó chắc hai lên cái sừng nhắc đi máu đó rồi kho pi mặt thai của phục mùi kho đặt bay rồi một lần thấy thang lên cái sừng nhắc phần này là mày pre đó chỉ pre ở trà phóng chiếm đi công caพร้อมមានបន្ទូលមកយូសែពូជលោកដាវីតទៅកុំឲ្យខ្លាំងនឹងយកនាងជាប្រពន្ធអ្នកណាយដឹកមុតទុំផ្ទៃនេះគឺជាព្រះជាមកសុខទេចឹងហើយនាងម៉ារីមិននាងទេវតាថានាងមានពរហើយនាងជឿលោកអ្នកបងប្អូនអ្នកខ្ញុំមានពរអត់មានពរអត់មានពរដោយសារអីគេបងប្អូនជឿnhưng chưa lên là nào chưa lên pre nên cho các bạn chưa lên pre nhưng mà niềm thảm ấy nó không kho sai sao của muối đó phần lực trong lưỡi lòng cả niềm đi chơi nó không phần lực bao niềm chỉ vật độ nhẹ bọc ôn trơn khá lưỡi lòng cả pre chân ai ta lực đi thi bôn nó ái bọc ôn áp linh nó cá cho luôn áp linh nó cá miền trường này áp lực con cá áp lực thông áp lực con cá chào ra một đẹp đẹp đợt mấy đừng lo ở phòng pre đi cứ chia cả bắt chăng tụ miền tây miền trời nói mà ôn miền trường này cũng nghĩa ô bà cô mà thế này bà cô này bây giờ liêu con chuyện tập lại thôi dịch đây sợ lại cho bà ở thì thùng lại đôi mình dùng cho đây hướng mấy công ở sợ lại từ bạn sẽ đây sợ lại phòng pre đặt mà đông nó khăn thổi vô à sẽ đây ở lại một hai ở cái đi tại mà mong con hai cái sẽ đây chung nữa sẽ lại trai sẽ đây sẽ lại một phép đi thùng là ngồi còn nòn lại đây nộp ai cứ một hai thì sẽ đây sẽ lại một phòng phép chỉ một trăm mấy chứ một một thoại cắt chán một thương cắt để chán thoại phép có bốn càng đại diện vôนี่คือเชียร์พฤติการที่มวยตายเนียงมาเรียเนียงพร้อมตัวตัวยกวัดแต่มีระบบความอ้อมไปยิสุคริสต์ดักในความชีวิตของเราเนี่ยไงนี้ไอ้ตอนลงตีวลงใส่ออกนี้ยกวัดแต่มีระบบความไปยิสุคริสต์ดักในความลงจะยืนตั้งออกนี้เอาวัดแต่มีระบบไปยิสุคริสต์ผสมกับความลงจะยืนตั้งออกนี้ให้พฤติการที่ดียืนที่เย็นที่พฤติการที่ดีพฤติการที่ดีเนี่ยกลุ่มเรียนชีพอ๋อสามโต๊ะประกอบสองรูปและบางประสบเนี่ยกลุ่มเรียนชีพเราต้องเปลี่ยนตัวอันทางไม่กว่าเรียนชีพเนื้อตีเบียร์เราเดินการใครนี่ใครกับดักเนี่ยยุคชอบมันจะเจ็บหรือเงียบพองเนี่ยสักแต่ตีตามองหายตึกชอบเนี่ยกลุ่มเรียนเนี่ยcùng thầy khai ấy trong nó tôi mới bỏ một căn nè chụp ní vì để cái kho pi Luca chụp bộ pi kho đọc từ kho với thằng ấy tê ra praptha cùng khai ấy mới trong prap trong đó đo nhẹ rồi kia pi sẽ để ở nó dạng ở cha đai sầm rạp và đai chốt để ở kia tôi bắt được ngay đi miềnประกอบสองกลุ่มมืออ้อมประโซดอนเนี่ยเราเรียนนกกรงลุงดาวิดคือชีประกรีตอนชีประอมจักนี่คือชีประบรรทุรอพองประอมดักคือจับยืนตึกออกนี้ได้ชีโกงประอมชีเนี่ยคงเวียนรถเนี่ยบอกว่าชีเนี่ยคงเวียนเหรอชีเนี่ยคงเวียนนั่งครูซาบางคนเวียนตีข้าประอมเถิดเวียนไปเนี่ยเพียงอย่างเนี่ยviệc đọc này là thả bàn trên này công viên đó đó là
អ្នកកងវាដល់ល្អត្រូវតែហ៊ានលះបង់ដើម្បីនាំប្រកបទៅថ្វាយព្រះនិយាយខំប្រឹងប្រែងអូបាត់ដល់ពេលរដូវកាលមានបោះស្អីចឹងណាលោកគ្រូខ្ញុំដល់រដូវកាលហ្នឹងចំណឹកឃើញកូនខ្ញុំមកដល់ឆ្ងាយមកជិះដាក់ឲ្យប្រាប់ថាកូនឯងភ្លេចណាកូនឯងក៏ភ្លេចផ្ញើដំបាយម៉ែយកដំបាយនាំទៅចូលរួមពិធីបុណ្យនោះឯងឲ្យបានអត់ធំថ្វាយព្រះណាអ្នកកងវាដល់ល្អអ្នកកងវាព្រៀងពងជាឲ្យគេនឹកចាំពីថ្ងៃកំណើតព្រះយេស៊ូវគ្រីស្ទដែលយើងមកប្រសូតនៅលើផែនដីនេះអស្ចារ្យមែនទេថ្វាយតែចិត្តថ្វាយតែពេលវេលាថ្វាយតែធនធានដែលមានអ្នកកងវានោះគាត់យកតែគេទៅថ្វាយព្រះគាត់មិនទៅទេគាត់និយាយយកជាទៅថ្វាយព្រោះគាត់អ្នកឃើញជាមិនយកជាទៅថ្វាយព្រះលោកអ្នកបងប្អូនដូចគ្នាណានាំជារបស់យើងទៅថ្វាយព្រះព្រះយេស៊ូវហើយថ្វាយដល់ព្រះអង្គសូមយើងមកប្រសូតដល់ក្នុងដួងចិត្តយើងគ្រប់គ្នាដែលជាកូនរបស់ផងព្រះអង្គឲ្យរីកចម្រើនឡើងនៅក្នុងក្រុមគ្រួសារកូនចៅយើងខ្ញុំដែលព្រមស្ដាប់បង្គាប់ឲ្យជុំយល់នោះហើយជាអ្នកកងវាលដល់ល្អដូចជាអ្នកកងវាលនៅសម័យដើមនោះផងដែរអរគុណដល់ព្រះអង្គម្ចាស់ណានៅព្រឹត្តិការណ៍ទី2នេះឥឡូវយើងចូលមករឿងរ៉ាវព្រឹត្តិការណ៍ទី3ព្រឹត្តិការណ៍ទី3នេះយ៉ាងម៉េចដែរបងប្អូនបានមើលរឿងទាំងកុមារទាំងអីសម្ដែងតេតូននឹងសិល្បៈតេតូននឹងព្រះអង្គយើងមកប្រសូតណាឥឡូវនេះយើងមើលនៅក្នុងព្រឹត្តិការណ៍ទី3នេះបាននិយាយថាហៅពីទិសខាងកើតឆ្ងាយមែនតើដើមសម័យដើមបងប្អូននឹងជីអូមិនជីក្បាលមកពីមកដល់ទេជីអូហើយពីទិសខាងកើតនឹងមកដើរមកភាសាគាត់ជាហោរាគាត់ជាតារាជាកពេលវេលាដឹងទៀតអ្វីគ្រប់យ៉ាងគាត់ជាអ្នកចេះដឹងអ្នកនៅសម័យដើមអញ្ចឹងផ្កាយនោះនាំមកឲ្យគាត់ឃើញវិធមរះមកដើរទីមកអញ្ចឹងគាត់ហៅរាបានន័យថាគឺលេអតាមើលស្អីគេចេះកាយនឹងមកពីខាងណាចេះដល់ពេលនោះទៅអូកាយនេះជាកាយរបស់ព្រះត្រូវនាំផ្លូវហៅទាំង3ធ្វើដំណើរទៅក្រុងយេរូសាឡិមកាយដើរតិចដល់ឯហ្នឹងដល់ឯយប់នឹងអីហ្នឹងសម្រាប់កាយដល់នឹងស្អែកឡើងទៅទៀតកាយដឹកនាំទៅទៀតកាយធំទៅទៀតទៅរហូតដល់ទីក្រុងយេរូសាឡិមជាក្រុងសូយយេរូសាឡិមហ្នឹងកំណត់ថាចូលទៅគាត់ស្ដេចហេរ៉ូតិចមើលទីក្រុងហ្នឹងចូលទៅគាត់ស្ដេចមានអីគេក៏ពីបងប្អូនមើលឃើញថាគាត់មានពីតក់ភ័យស្រស់ខ្ញុំកំពុងតែសោយនិយាយធ្វើជាស្ដេចតាលោកមានស្ដេចណាមកអមមកទីនេះបានអីខ្ញុំសោយនិយាយកើតទៀតអើអីឥឡូវលោកហៅអញទៅរងមើលឃើញមកហើយវិលមកវិញប្រាប់ខ្ញុំផងណាឲ្យខ្ញុំត្រៀមលក្ខណៈណាដឹកអីវ៉ាន់យកទៅថ្វាយដល់ស្ដេចដែរចកាពិតចង់ដឹងថាហៅទៅហើយហៅមកប្រាប់ទីតាំងកន្លែងងាយស្ដេចហេរ៉ូទៅអីគេទៅសម្រាប់ចោលព្រឹត្តិការណ៍នោះគឺនៅភូមិបេតឡានៅក្រៅមកមានក្មេងច្រើនរយនាក់ដែល2ឆ្នាំចុះមកទៅសម្រាប់ចោលរូបកាយអជាស្ដេចលើប្រវត្តិសាស្ត្រដែលទីបានចាស់នេះអញ្ចឹងហើយរឿងរ៉ាវទាំងអស់នេះលោកអ្នកបងប្អូនហើយដោយក្នុងព្រះគម្ពីរម៉ាថាយចំពុក2ខ11បងមានទូថាម៉េចនោះក៏ចូលទៅក្នុងផ្ទះហើយឃើញបន្ទូចនៅជាមួយនៅនាងម៉ារីជាមេដារួចក៏ក្រាបថ្វាយបង្គំព្រមទាំងបានយកទ្រព្យដ៏ពិសេសរបស់ខ្លួនថ្វាយដង្វាយជាមាសជាកញ្ញាជាចរវិទេសបងលោកនោះដូចរឿងបាញ់មិញកុមារមានហៅទាំង3នាំដង្វាយមាសកញ្ញាចរវិទេសមកថ្វាយផងដែរការរបស់នេះ
ពេលដែលគាត់ថ្វាយបង្គំព្រះហើយផ្កាយក៏បាត់លេងមានរះមានលេងមានឲ្យគាត់ធ្វើតែយប់នោះព្រះជាម្ចាស់ទ្រង់បានដល់មកនិមិត្តថ្មីមកគាត់ថាអ្នកឯងមិនត្រូវទៅក្នុងវិញដែរទេទៅក្នុងសេវិញមិនត្រូវទៅផ្លូវចូលជួបផ្នែកហេរ៉ូទេត្រូវទៅក្នុងសេវិញទៅនេះគឺជាព្រះញាណបរិសុទ្ធព្រះអង្គបណ្ដាលឲ្យហៅទាំងពីរនោះមិនបានទៅចូលទៅប្រទីទីក្រុងបរមរាជវាំងនៅវិញទេគាត់ទៅប្រសិទ្ធទៅអញ្ចឹងហើយបានជាស្ដេចខំណាហើយរំខំចាត់អាមាចាត់អីឲ្យទៅតាមត្រួតពិនិត្យពេលវេលាដែលធ្វើកន្លងមកហ្នឹងឲ្យតែកុមារអាយុ2ឆ្នាំចុងក្រោយដល់ចុងអត់ទៅនេះព្រឹត្តិការណ៍ដែលព្រះអង្គយាងមកប្រសូតលើព្រះនិយាយចឹងហើយបានជាការទាំងអស់នេះលោកអ្នកបងប្អូនហើយហេតុផលដែលយើងត្រូវជួយលើព្រះយេស៊ូវមែនទេហេតុផលនេះខ្ញុំនឹងរំលឹកតេតននឹងហេតុផលបន្តិចហើយយើងនឹងបញ្ចប់ជាមួយទេផងបាទហេតុផលដែលទី1ហេតុផលដែលនិយាយតេតនចំណុចកនេះដែលយើងជឿលើព្រះយេស៊ូវព្រះអង្គគឺជាម្ចាស់ឋានសួគ៌ហើយនឹងព្រះដូចជានៅក្នុងលោកកបាត់ពិភពមួយខំមួយហ្នឹងការដែលបូឡាយព្រះយេបង្កើតទីនេះហ្នឹងនៅឋានដីចុះយើងជឿលើម្ចាស់ទឹកម្ចាស់ដីម្ចាស់ដែលបង្កើតនៅពិភពលោកយើងនេះព្រះអង្គក៏ជាព្រះដ៏ល្អដែលប្រទានសេចក្តីស្រឡាញ់ដល់ទុកឧត្តមមកកាន់យើងគ្រប់គ្នាដែរជាគោលរបស់ព្រះអង្គហេតុផលក៏ខហេតុផលនេះបញ្ជាក់ថាព្រះអង្គជួយសង្គ្រោះយើងគ្រប់គ្នាឲ្យបានដូចជាក្នុងព្រះគម្ពីររ៉ូមជំពូក3ខ10នឹងបានចែកទុកមកថាម៉េចឲ្យយើងគ្រប់គ្នាបានដឹងថាដោយមានសេចក្តីចែកទុកមកថាគ្មានមនុស្សណាសុខសោះសូម្បីតែមួយក៏គ្មានផងព្រះអង្គប្រាប់ថាយើងមិនអាចសុខចិត្តបានយើងមិនអាចរស់នៅដោយខ្លួនឯងពឹងអាត្មាខ្លួនឯងបានទេចឹងហើយបានជាថ្ងៃនេះហេតុផលដែលត្រូវជឿព្រះយេស៊ូវនោះគឺលោកអ្នកបងប្អូនទទួលជឿព្រះយេស៊ូវលោកអ្នកបងប្អូននឹងទទួលបានការអពុបានអំពីព្រះអង្គជាព្រះឈ្មោះរបស់អំពើបាបគឺជាសេចក្តីស្លាប់តែអំណោយទានរបស់ព្រះគឺជាជីវិតដល់នៅអង្កលជីវិតនេះហេតុផលដែលលោកអ្នកបងប្អូនគ្រប់គ្នាហើយនឹងចង់បានទទួលជឿដល់អំពីយេស៊ូវគ្រីស្ទហេតុផលទី3ហេតុផលនេះបញ្ជាក់ថាយ៉ាងម៉េចលោកអ្នកបងប្អូនឲ្យលោកអ្នកបងប្អូនអាចដឹងតើតងនឹងចំណុចដ៏ពិសេសនេះព្រះអង្គក៏ជាព្រះមានបន្ទូលមកកាន់លោកអ្នកបងប្អូនឲ្យដឹងថាព្រះអង្គគឺជាម្ចាស់នៃនគរឋានសួគ៌ពេលលោកអ្នកបងប្អូននិយាយខ្ញុំត្រូវបញ្ចប់កិច្ចកម្មទៅតើទៅនៅណានេះហេតុផលដែលអ្នកជឿព្រះយេស៊ូវជឿព្រះអង្គនេះគឺមានហេតុផលសំខាន់3នេះដែលយើងគ្រប់គ្នាតែរំលឹកពីសេចក្តីជំនឿដែលយើងជឿលើអង្គព្រះយេស៊ូវគ្រីស្ទហើយផលនេះបញ្ជាក់ថាព្រះអង្គជាព្រះមានបន្ទូលថាព្រះអង្គជាផ្លូវជាសេចក្តីពិតហើយជាជីវិតយូហានទី11ខ1-6បានប្រាប់ច្បាស់ហើយចឹងយើងជឿលើព្រះអង្គជាផ្លូវជាសេចក្តីពិតដែលព្រះអង្គជាម្ចាស់នៃនគរឋានសួគ៌ពេលណាលោកអ្នកបងប្អូននិងខ្ញុំត្រូវបានបញ្ចប់បេសកកម្មលោកវិញ្ញាណលោកអ្នកបងប្អូននិងខ្ញុំនឹងមានកន្លែងសម្រាប់ហើយព្រះអង្គមានទូថាម៉េចព្រះអង្គមានបន្ទូលនៅក្នុងព្រះគម្ពីរខេសារលេខសារទី1ចំពោះ4ខ11ថាម៉េចព្រះអម្ចាស់ទ្រង់នឹងយាងចុះពីឋានសួគ៌មកដោយស្រែកបង្គាប់តែមួយព្រះអស់ទាំងមានសម្លេងមហាទេវតានិងត្រែរបស់ព្រះអង្គផងនោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញទាំងអស់រួចយើងរាល់គ្នាដែលកំពុងតែនៅក៏នឹងបានលើកឡើងនៅក្នុងពពកជាមួយនឹងព្រះអម្ចាស់ដើម្បីឲ្យបានជួបជុំនឹងព្រះអម្ចាស់នាអាកាសាយ៉ាងនោះយើងនឹងនៅជាមួយព្រះអម្ចាស់ជារៀងរហូតដល់ទៅនេះគឺជាហេតុផល3យ៉ាងដែលលោកអ្នកបងប្អូនបានចូលរួមនៅថ្ងៃនេះដើម្បីអបអរសាទរលើពិធីបុណ្យនោះឯងដែលសំខាន់គឺយើងជឿទៅលើព្រះជាម្ចាស់នៃឋានសួគ៌យើងជឿជាក់ថាយើងគ្រប់គ្នាជាមនុស្សមានបានយើងជឿជាក់ថាពេលយើងស្លាប់ទៅយើងទៅសម្រាប់ជាមួយនឹងព្រះអង្គ
នេះហើយហេតុផលអ្នកដែលជឿព្រះយេស៊ូវដល់ពេលវេលាខែ12នឹងមិនដែលភ្លេចនឹងការអបអរសាទរវត្តមានរបស់ព្រះអង្គជាមកប្រសូតនៅលើព្រះនិព្វាននេះគឺជាអ្វីដែលព្រះបន្ទូលព្រះអង្គបានជាព្រះមានបជនរស់ផងផ្ដល់មកសម្រាប់លោកអ្នកបងប្អូនគ្រប់គ្នានៅថ្ងៃនេះដូច្នេះសូមឲ្យលោកអ្នកបងប្អូនគ្រប់គ្នាដែលបានចូលរួមស្ដាប់នៅព្រះបន្ទូលរបស់ព្រះអង្គtrongថ្ងៃនេះតាមទទួលនៅប្រពោគ្រប់គ្នាប៉ុន្តែមុនពេលលោកអ្នកបងប្អូនទទួលនៅប្រពោសូមឲ្យបានសម្រុំចិត្តអធិដ្ឋានជាមួយនឹងខ្ញុំឲ្យលោកអ្នកបងប្អូនអ្នកភូមិផងនៅជុំវិញទីនេះលោកអ្នកបងប្អូនប្រតែនឹកជាចិត្តគិតតាមឃ្លាមួយដើម្បីថ្វាយរូបកាយជីវិតលោកអ្នកបងប្អូនទៅឲ្យព្រះអង្គជាអ្នកសម្អាតព្រះអង្គនឹងប្រទាននៅជីវិតថ្មីសម្រាប់លោកអ្នកបងប្អូននៅក្នុងឱកាសពិធីបុណ្យអានេះនឹងទទួលបានជ័យជំនះដល់គុណម្ដងមកអំពីព្រះជាម្ចាស់យើងសូមលោកឪពុកអ្នកម្ដាយទាំងអស់គ្នាបានសម្រុំចិត្តហើយបងប្អូនដែលបានឮពីបន្ទូលរបស់ព្រះអង្គហើយសម្រុំចិត្តក្នុងខាត់ណាមលោកអ្នកបងប្អូននឹងទទួលបាននៅប្រពោរបស់ព្រះជាម្ចាស់ជីវិតជាមហាល្បិចអោព្រះយេស៊ូវអើយខ្ញុំត្រូវការព្រះអង្គអរគុណព្រះអង្គដែលបានសុគតនៅលើជើងឆ្កាងជំនួសអំពើបាបខ្ញុំសូមបើកចិត្តទទួលព្រះអង្គធ្វើជាព្រះអង្គសក្តិនឹងធ្វើជាម្ចាស់របស់ខ្ញុំចាប់ពីពេលនេះតទៅអរគុណព្រះអង្គដែលបានបាបឲ្យខ្ញុំហើយប្រទានជីវិតថ្មីដល់នៅឱកាសជានិច្ចដល់ខ្ញុំសូមព្រះយេស៊ូវយាងមកសោយមានលើបល្ល័ង្កចិត្តជីវិតយើងខ្ញុំហើយកែច្នៃខ្ញុំឲ្យទៅជាមនុស្សដែលព្រះអង្គម្ចាស់ទ្រង់សពព្រាហាទេអាមែនសូមព្រះជាម្ចាស់បានទទួលពរអរគុណដល់ព្រះជាម្ចាស់ហើយអរគុណដល់លោកគ្រូបង្រៀនលោកស្រឿនដែលបានថ្លែងព្រះបន្ទូលចែកចាយដល់យើងអស់គ្នាហើយជាពិសេសឲ្យលោកបងប្អូនជាភ្ញៀវដែលមិនទាន់បានទទួលជឿសូមពិចារណានៅព្រះបន្ទូលរបស់ព្រះអង្គនៅថ្ងៃនេះព្រះបន្ទូលរបស់ព្រះអង្គនឹងធ្វើការជួយយកបងប្អូនជាមិនខានហើយជាកិច្ចបន្តដើម្បីនឹងញ៉ាំកម្មវិធីឲ្យមានដំណើរការហើយរលូនហើយកថនក្រុមយុវជននឹងរៀបចំចម្រៀងកាយវិការដើម្បីនឹងឡើងមកសម្ដែងជាកាយវិការជូនដល់លោកបងប្អូនដើម្បីថ្វាយព្រះល្អដល់ព្រះវិញ្ញាណផងដែរសូមទស្សនានិងស្វាគមន៍ដល់ក្រុមយុវជនជាបន្តទៀតសូមអញ្ជើញក្រុមយុវជនបាន So glad you're in my life.
រួមទៅនឹងការដែលមានន័យថាព្រះជាម្ចាស់ទ្រង់បានយាងពីឋានសួគ៌មកផែនដីយាងពីផែនដីទៅជើងស្កាយាងពីជើងស្កាទៅឯភ្នោយាងពីភ្នោទៅឯឋានសួគ៌វិញបាទអញ្ចឹងព្រះជាម្ចាស់ទ្រង់មានប្រទានគុណនៅបានមិនសគត់រហូតទេបាទអរមិនព្រះអង្គគឺជាព្រះព្រះអង្គបានតែសម្ដែងរូបអង្គជាមនុស្សដើម្បីនឹងសគត់ជំនួសធ្វើបានតែប៉ុណ្ណោះតែចូលមានប្រទានគុណឡើងវិញអញ្ចឹងយើងមានអំណរសប្បាយជាមួយគ្នាជួបជុំគ្នានៅថ្ងៃនេះគឺដោយសារប្រគុណផងព្រះអង្គប៉ុន្តែយើងក៏នៅតែនឹកចាំអំពីហេតុការណ៍ដ៏រន្ធត់នៅតាមទីដែនអញ្ចឹងទេយើងនៅតែអំពាវនាវសូមសេចក្ដីសុខសាន្តសូមពរសម្រាប់ប្រជាជនដែលនៅទីដែនដែរនៅប្រទេសខ្មែរទាំងមូលអញ្ចឹងទេសូមឲ្យអញ្ជើញដល់លោកគ្រូឆេងណោលោកគ្រូនឹងឡើងមកដើម្បីសូមពរសូមសុខសន្តិភាពជូនដល់ប្រទេសជាតិយើងនិងជំនួសខ្លួនឯងអង្គថៃទាំងឡាយបាទសូមអញ្ជើញគ្រូបងប្រុសបងស្រីបងប្រុសបងស្រីបងប្រុសមួយស្រីយើងមកពីនេះទៅអស់ហើយសេចក្តីសុខព្រះអង្គចាស់ឲ្យសួរគ្រប់ខាងរបស់ព្រមសម្រាប់ជីវិតយើងខ្ញុំអស់គ្នាដែលរស់នៅទីដីរស់នៅក្នុងប្រទេសកម្ពុជារបស់យើងជាអរគុណដល់ចាស់ហើយសូមទុំសុខជីវលាវចំពោះព្រះវត្តមានរបស់ព្រះអង្គសូមទ្រង់ប្រទានពរឲ្យយើងខ្ញុំអស់គ្នាឲ្យប្រទេសជាតិយើងខ្ញុំអស់គ្នាមានសុខសន្តិភាពជាតិផុតពីអំពីការចំនួនរបស់វាប្រទេសមួយប្រទេសមួយដើម្បីឲ្យប្រជាជនទូទៅដើម្បីកូនចៅទូទៅឲ្យទូទៅអស់គ្នាបានផុតអំពីការក្រក់ទៅចិត្តតែយ៉ាងនេះគឺឲ្យយើងខ្ញុំអស់គ្នាមានទុកលំបាកហើយព្រួយហើយគ្រប់ពេលវេលាដែលទូទៅនោះក្រោយសូមកំចាត់អស់ទាំងការគ្រប់អស់នេះចេញពីប្រទេសជាតិទូទៅហើយបែកជាចំនួនអស់គ្នាឲ្យទៅជារឿងសម្លាញ់រវាងគ្នាទៅវិញទៅវិញប្រងើយទូទៅអរគុណលោកគុំលោកខ្មែរប្រទេសជាតិកម្ពុជាប្រជាជនកម្ពុជាទាំងអស់ដែលប្រទេសដែលរស់នៅហើយមានទុកលំបាកក្នុងការសង្គ្រាមបាយនេះគ្នានេះសូមអង្គទៅមានបានបែកចេញហើយរកទៅជាសេចក្តីអំណរអរគុណអរគុណព្រះអង្គសូមព្រះជាម្ចាស់នៅតែបលាំងជាតិទូទៅឲ្យយើងខ្ញុំទាំងអស់គ្នាបានទទួលសេចក្តីសុខសាន្តទូទៅអរគុណព្រះគុណបានជាតិទូទៅព្រះជ័យជនទូទៅលោកក្នុងទីសារីអង្គចាស់ព្រះយេស៊ូវបាទនៅតែមួយកម្មវិធីទៀតទេចប់ហើយហើយបងប្អូននឹងបានសម្រាប់ហើយយើងនឹងបានរីករាយអាហារពេលល្ងាចជាមួយគ្នាប៉ុន្តែនឹងកម្មវិធីចុងក្រោយនេះគឺកម្មវិធី3សេសមិន2សេសទៀតបាទសូមបងប្អូនដែលជាមកជាលក្ខណៈគ្រួសារលក្ខណៈជាក្រុមជំនុំលក្ខណៈជាសហគមន៍មានជំនាញពិសេសដើម្បីសរសើរការយើងនឹងគ្រប់អញ្ជើញបាទលក្ខណៈជាគ្រួសារក៏ដោយបាទអញ្ចឹងយើងបាននឹងជាសរសើរការបងជាមួយគ្នាដល់អំណរហើយយុវជនគេមកផ្សព្វប្រាប់ថាសូមពិសេសមុនគេទៀតបាទគាត់សូមពិសេសអញ្ចឹងអ្នកខាងក្រោយចាំ3សេសតាមក្រោយណាបាទអញ្ចឹងយើងនឹងរីករាយសាទរដោយអំណរជាមួយគ្នានៅបទចម្រៀងក្រុមយុវជនបាទយុវជនដែលគេនឹងមានជំនាញពិសេសបាទហើយនឹងបន្ទាប់ពីយុវជនមកនឹងមានក្រុមគ្រួសារមួយមានក្រុមមកពីពួកជំនុំណាមួយដែលបានចូលរួមអាចគេតាមបានដែរបាទជាសារការរួមនេះបាទអ្នកដែលមានចិត្តត្រៀមបាទត្រៀមក្រោយពីយុវជនទៅយើងនឹងមានកម្មវិធីយើងមានសល់
20 នាទីទៀតនោះបាទម៉ោងទៅ5ជាងបន្តិចទេបាទជាបងប្អូនមិនទាន់ហៅទេមែនទេបាទទទួលប្រពន្ធមានអំណរមួយគ្នាបាទអញ្ចឹងសូមក្រុមយុវជនបានអញ្ជើញមក ចាជាលំអសូមជំរាបសួរដល់លោកគ្រូអ្នកគ្រូនិងបងប្អូនមានបងប្អូនខាងក្តីស្រឡាញ់នៃព្រះចាពួកខ្ញុំគឺជាក្រុមជំនុំដែលវិទ្យាអង្គមេត្រីដាក់ខ្មែរថ្ងៃនេះមានចង់សរសើរនឹងការព្រះអង្គជាមួយនឹងគ្នាចឹងពួកខ្ញុំនឹងជ្រាបសរសើរនឹងការព្រះអង្គនៅបទជំនាញពិសេសមួយគឺបទលោកចឹង អ
គុណព្រះអង្គដល់ក្រុមយុវជនដែលបាននាំមកជំនាញតាមការព្រះអង្គដល់ពេលនេះព្រះគ្រីស្ទបានប្រសូតហើយបងប្អូនអើយរងចាំដល់ណារងចាំពេលណាទើបបើកដួងចិត្តទទួលព្រះជាម្ចាស់ដើម្បីបងបានទទួលបងប្អូនកាលណាអស់លោកបងប្អូនបានទទួលព្រះអង្គគុំនៅជាមួយទោះឧបសគ្គយ៉ាងណាភូមិបណ្ណាក៏ព្រះអង្គអាចជួយបានដែរអាមែនព្រះជាម្ចាស់ទ្រង់មានបន្ទូលរស់នៅព្រះជាម្ចាស់ទ្រង់មានអំណាចគ្រប់ចេតនាព្រះអង្គគឺជាម្ចាស់ខាងទូហើយនឹងខាងដីនេះហើយគឺជាព្រះដែលយើងជឿបាទចឹងទេសូមបានក្រុមឆ្លងឡើងដល់គ្នាហើយយើងនឹងបញ្ចប់កម្មវិធីថ្វាយបង្គំព្រះអង្គសរសើរការព្រះអង្គគ្រប់គ្នានៅពេលនេះចឹងទេសូមគោរពអញ្ជើញដល់លោកគ្រូរឿងដើម្បីឡើងមកអធិដ្ឋានទៅកម្មវិធីនិងគូពោដល់ผู้ជំនុំទាំងអស់បងប្អូនដែរ và ở lúc đó ông cái gì thì mình cho trong cuộc tình với ông đó xung lột cuộc ngàn đai đoạn lúc tiêu học ní mà sự lột chất là mình là thực thang vài cao học cùng vào trong trong sự lột này Bật Prabhupada Prijipatra Prijinabor Sapa ông cứ chịu phép để bộ tình phép Prabhupada con ông con là Prabhupada là tập tiên bơ ở phútជំនុំអង្គមន្ត្រីប្រាក់ខ្មៅមានឱកាសបានរៀបចំអបអរសាទរប្រវត្តិមានរបស់ព្រះអង្គយាងមកប្រសូតនៅលើផែននេះបាន2025នឹងកន្លងផុតទៅហើយ26នឹងចូលមកដល់ដល់ពេលនេះសូមព្រះជាម្ចាស់ទ្រង់បានប្រទានពរដល់អស់លោកអ្នកបងប្អូនគ្រប់គ្នាដែលកំពុងតែមានវត្តមាននៅទីនេះឲ្យលោកអ្នកបងប្អូនគ្រប់គ្នាបានទទួលនៅសេចក្តីសុខសាន្តអំណរអរក្រោមប្រគុណរបស់ព្រះអង្គហើយរកស៊ីចេះតែរីកចម្រើនឡើងសេចក្តីអំណរមានពេញហើយក៏សូមព្រះអង្គជាព្រះទ្រង់បានប៉ះពាល់ចិត្តដល់លោកអ្នកបងប្អូនទូលបង្គំយើងខ្ញុំដែលបានទទួលជឿដល់ព្រះអង្គសូមព្រះអង្គជាព្រះទ្រង់នឹងគង់ជាមួយនឹងពួកគាត់ទាំងអស់គ្នាអូព្រះម្ចាស់ព្រះយេស៊ូវហើយនៅពេលរសៀលនេះកូនក៏មានការប្រកបអាហារជាមួយគ្នានោះផងដែរសូមព្រះអង្គជាព្រះទ្រង់នឹងសម្អាតអស់ទាំងអាហារទាំងអស់នោះឲ្យបានស្អាតនិងប្រទានពរឲ្យបងប្អូនទូលបង្គំយើងខ្ញុំបានទទួលទានប្រកបដោយសេចក្តីស្រឡាញ់មកអំពីទ្រង់ជាម្ចាស់គុណអរនិងប្រគុណដល់ទ្រង់ជាម្ចាស់ណាស់កូនសូមសរសើរដល់កើដល់ព្រះអង្គកូនសូមថ្វាយពេលវេលាដ៏ស័ក្តិសមដែលព្រះអង្គជាព្រះបានប្រទានពរមកកាន់កូនទាំងអស់គ្នានៅក្នុងឱកាសពិធីបុណ្យថ្ងៃនេះក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន
ពោពេញឈ្នះលើសេចក្តីស្លាប់ឲ្យមនុស្សនឹងសាឃើញជាភ័ស្តុតាយើងត្រូវប្រញាប់ថ្វាយចិត្តដល់ទ្រង់ទ្រង់សូកូនចោនៅលើឈើឆ្កាព្រះលោហិនតាប្រលូមនុស្សលោកពីគ្រប់បាបកម្មជីវិតសោយសោដោយសាមមនុស្សលោកទើបទ្រង់សុគត3ថ្ងៃទ្រង់រួចឡើងវេនចេះស្ដាប់ពោពេញឈ្នះលើសេចក្តីស្លាប់ឲ្យមនុស្សនឹងសាឃើញជាភ័ស្តុតាយើងត្រូវប្រញាប់ថ្វាយចិត្តដល់ទ្រង់